សួស្តីអ្នកទាំងអស់គ្នាញ៉ាំអាហារពេលព្រឹកហើយឬនៅខ្ញុំបានញ៉ាំអាហារពេលព្រឹកហើយក៏ខ្ញុំបានបន្ថែមនៅវីតាមីនជាច្រើនប្រភេទដែលខ្ញុំតែងតែជាញ៉ាំជាប្រចាំជារៀងរាល់ថ្ងៃនេះគឺជាវីតាមីនជំនួយដល់ថាមពលអញ្ចឹងបងប្អូននេះវាវីតាមីនរហូតដល់21ប្រភេទក្នុងមួយកំប៉ុងក្នុងមួយថ្ងៃយើងញ៉ាំ2គ្រាប់ចាស់អញ្ចឹងយើងញ៉ាំទាំងអស់គ្នានេះគឺជាអូមេហ្គា3អូមេហ្គា3នេះគឺជួយកម្ចាត់ជាតិខ្លាញ់អញ្ចឹងក្នុងមួយថ្ងៃយើងញ៉ាំ2គ្រាប់ដូចគ្នានេះសារ៉ាយសមុទ្រពីលរ៉ូណាវាជួយឲ្យបតឹងស្បែកវាជាអាហារបងប្អូននេះមិនមែនជាថ្នាំទេនេះគឺជីងកែវអេណាតូនេះវាជួយទៅដល់ប្រព័ន្ធខួរក្បាលអ្នកអាសាភ្លេចច្រើនអញ្ចឹងញ៉ាំវាញ៉ាំមួយថ្ងៃមួយគ្រាប់នេះអាយឡូទីនហ្នឹងជួយដល់បាតភ្នែកទៅពេញក្របភ្នែករបស់យើងបានល្អអ្នកជាពិសេសអ្នកបើកបរឡានពេលយប់ហ្នឹងមួយយើងញ៉ាំមួយគ្រាប់បានហើយខ្ញុំញ៉ាំទឹកសិនហើយបន្តមកទៀតយើងញ៉ាំអាហារនេះគឺជួយទៅដល់សម្ពោធឆ្អឹងអ្នកដែលមានបញ្ហាឆ្អឹងស្ពោតណាគឺញ៉ាំ2គ្រាប់វាមានពណ៌ខ្មៅនិងពណ៌សចឹងខ្ញុំញ៉ាំពណ៌សសិនហើយនេះជួយលាងថ្លើមបងប្អូនអរគ្នាអ្នកដែលមានបញ្ហាជាតិពុលថ្លើមច្រើនជាពិសេសអ្នកដែលផឹកគ្រឿងស្រវឹងញ៉ាំនេះល្អខ្លាំងមែនទែនដែលមានបញ្ហាថ្លើមគឺញ៉ាំមួយគ្រាប់ក្នុងថ្ងៃនេះស៊ុបផាមីតូអ្នកដែលមានបញ្ហាកំពេញប្រូស្តាតអញ្ចឹងបងប្អូនដឹងហើយអ្នកកំពេញប្រូស្តាតស្រួលចំណាំមកងល់អស់ទេគឺពិបាកបត់ជើងមកអស់ហើយបត់ជើងមកវានៅល្អបត់ជើងហើយចង់តែបត់ជើងទៀតនេះបងប្អូនមានបញ្ហាកំពេញប្រូស្តាតហើយអញ្ចឹងបរោះឬក៏ស្ត្រីចាប់ពីអាយុ40ឆ្នាំឡើងទៅយើងត្រូវការពារកំពេញប្រូស្តាតយើងឲ្យបានល្អជាពិសេសបរោះណាជួយណែនាំគ្នាដើម្បីឲ្យគាត់មានសុខភាពល្អការចែករំលែករបស់ខ្ញុំនឹងគឺអត់មានអីទេគឺចង់ឲ្យបងប្អូនអរនេះទទួលបានសុខភាពល្អមុននឹងពិសាសូមពិគ្រោះជាមួយអ្នកជំនាញជាមុនសិនអរគុណច្រើន